វីដេអូបងប្រុសម្នាក់នោះគាត់ថាខ្លោងទ្វារដែលឆ្លងទៅប្រាសាទបាយ័នមួយនេះគឺជាខ្លោងទ្វារឆ្លងភពបងប្អូនខ្ញុំមិនដាដឹងសោះបងប្អូនអើយបងប្អូនខ្ញុំមិនដាដឹងសោះចាំមើលថ្ងៃណាទៅសៀមរាបម្ដងទៀតខ្ញុំធ្វើតាមគាត់គឺបើសិនជាយើងជិះម៉ូតូឆ្លងកាត់ជិះឡានជិះម៉ូតូដើរឆ្លងកាត់ពេលថ្ងៃយើងឆ្លងទៅឆ្លងមកយើងអត់ដឹងទេតែបើសិនជាយើងឆ្លងពេលយប់ហើយយើងដើរឆ្លងទៅពេលយប់ពិតជាស័ក្តិសិទ្ធិពិតបងប្អូនហើយបើយើងប៉ងប្រាថ្នាធ្វើអ្វីមួយនឹងបានសម្រេចនឹងបានផលល្អដូចគាត់និយាយមែនអញ្ចឹងបើសិនជាបងប្អូនយើងបានមកលេងសៀមរាបបងប្អូនធ្វើតាមគាត់និយាយមើលវាទទួលលទ្ធផលបានល្អពិតដូចគាត់និយាយមែនអត់បងប្អូនអរគុណច្រើន